ngàyនេះខ្ញុំចង់បកស្រាយណាពាក្យដែលខ្ញុំធ្លាប់និយាយថាណាសមណៈបដំបន្លំធ្វើជាស្រីដើម្បីទៅរៀនច្បាប់ស្រីពីបកោនិគមនោណាឥឡូវនេះថ្ងៃនេះខ្ញុំមកបកស្រាយឲ្យបានដឹងទាំងអស់គ្នាខ្ញុំនឹងលាតត្រដាងទាំងអស់ហើយឈប់បញ្ឈប់ណាព្រះសង្ឃទាំងឡាយហ្នឹងបញ្ឈប់ការគោរពនៅសមណៈគោតមគ្មានត្រាស់ដឹងនៅក្នុងโลกនោះទេអត់មានត្រាស់ដឹងនៅក្នុងโลกនោះទេណាព្រះពុទ្ធគឺតំណាងនៃធាតុប្រច័នតែប៉ុណ្ណោះអត់មានព្រះពុទ្ធណាជាបរិសុទ្ធនោះទេព្រះពុទ្ធគឺតំណាងនៃព្រះព្រំនៃព្រះកោនិគមនោតែប៉ុណ្ណោះណាប្រច័នតកតងនឹងធាតុប្រច័នគឺជាធាតុត្រជាក់ដែលដឹកនាំនៅពុទ្ធសាសនាការទូលមានព្រានប្រដៅនៃព្រំវិហារធម៌នៃព្រំវិហារធម៌មានតែណាព្រះព្រំតែប៉ុណ្ណោះដែលជាព្រះកោនិគមនោដើមឡើយគឺព្រះពុទ្ធស្ត្រីគឺមានតែព្រះពុទ្ធស្ត្រីតែប៉ុណ្ណោះដែលដឹកនាំនៅពុទ្ធសាសនាហើយការដែលទ្រង់ទទួលសិស្សដើម្បីស្នងឬក៏គេហៅថាបន្តវេននៃពុទ្ធសាសនាគឺទ្រង់ទទួលតែសិស្សស្រីតែប៉ុណ្ណោះអត់មានទទួលបរិសុទ្ធនោះទេបរិសុទ្ធគឺមានទូនាទីខាងផ្នែកណាការពារជាតិការពារទឹកដីណាហាត់ក្បាច់គុណហាត់បង្រៀននៃការប្រើកម្លាំងអីផ្សេងៗអត់មានណាមកដឹកនាំអង្គុយតែណាដឹកនាំមនុស្សស្រីអីទាំងអស់នោះទេព្រោះដោយសារតែព្រះពុទ្ធគឺតកតងនឹងណាការពុតពេលនៃអត្តចរិតរបស់យើងការពុតពេលនៃរបាំអីផ្សេងៗការរាំថ្វាយនៅស្ដេចការរាំថ្វាយនៅសង្គ្រាមអីផ្សេងៗណាអត់មានព្រះពុទ្ធអីជាបរិសុទ្ធនោះទេអត់មានណាព្រះពុទ្ធសមណៈគោតមអីមកពីណាទេសមណៈគោតមគឺជាសាសនាបន្លំនោះទេខ្ញុំនិយាយឲ្យភ្លឺភ្នែកទាំងអស់គ្នាណាឈប់គោរពព្រះខុសទៀតណាតិចទៀតហ្នឹងគឺនឹងមានព្រះសិអាមេត្រីដែលជាព្រះពិតប្រាកដគឺជាស្ដេចណាព្រះពុទ្ធគឺជាស្ដេចគឺជាព្រះការគោរពព្រះគឺក៏ដូចជាគោរពស្ដេចផងដែរ